មុននឹងចូលព្រះបន្ទូលចាចង់ជ្រៀងពីបទចាជ្រៀងពីបទមុខទី1គឺ206ខ្ញុំជាត្បូងរបស់ព្រះអង្គសូមទ្រង់បញ្ច្នៃខ្ញុំផងខ្ញុំជាត្បូងទ្រង់ដែលទ្រង់បានទិញសូមទ្រង់បញ្ច្នៃខ្ញុំផងខ្ញុំជាត្បូងទ្រង់ដែលទ្រង់បានទិញច្នៃឲ្យបានស្អាតមានរាំងស្មៃពេញចាំងឆ្លងប្រដេញដល់ភ្នែកគ្រប់គ្នាសូមទ្រង់ដាក់ដាំលើមកុដដ៏ល្អបំផុតនៅលើសេរសាសូមទ្រង់ដាក់ដាំលើមកុដដ៏ល្អបំផុតនៅលើសេរសាជាត្បូងជ្រើងរឹងពីក្នុងលោកាទាំងពួងទេវតាក៏សប្បាយសូមទ្រង់ថែត្បូងនេះទុកតទៅខាងមុខកុំឲ្យអន់រាយសូមទ្រង់ថែត្បូងនេះទុកតទៅខាងមុខកុំឲ្យអន់រាយត្បិតមានចោលលួចឬធ្វើឲ្យខ្ចាត់ខ្ចាយឲ្យខ្ញុំប្រែคล้ายជាអប្រាំងស្មីសូមទ្រង់ទុកក្នុងព្រះហង្សឲ្យខ្ញុំនៅស្មោះនឹងទ្រង់រាល់ថ្ងៃសូមទ្រង់ទុកក្នុងព្រះហង្សឲ្យខ្ញុំនៅស្មោះនឹងទ្រង់រាល់ថ្ងៃខ្ញុំនៅក្នុងទ្រង់តែងមានរាំងស្មៃចាំងឆ្លងលោកីឃើញសេរីទ្រង់ចាឥឡូវដំបូងព្រះអង្គបានឆ្នៃហើយតោះឥឡូវដើម្បីបន្តទៀតនៅលេខ205ខ្ញុំចង់បំរើទ្រង់ចាខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គជារៀងរាល់ថ្ងៃសូមទ្រង់ដ៏អស់ទាំងចិត្តឆ្ងល់សង្ស័យប្រទាននៅក្តីជំនឿសង្ឃឹមសូមទ្រង់ដ៏អស់ទាំងចិត្តឆ្ងល់សង្ស័យប្រទាននៅក្តីជំនឿសង្ឃឹមខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គលូផុតដងហើមលុងផុតដងហើមខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គលូផុតដងហើមសូមទ្រង់ដកចិត្តឆ្មាំងប្រកាន់ស្អប់ខ្ពើមជួយខ្ញុំឲ្យផ្ដើមមានក្តីស្រឡាញ់សូមទ្រង់ដកអស់ទាំងចិត្តឆ្មាំងប្រកាន់ស្អប់ខ្ពើមជួយខ្ញុំឲ្យផ្ដើមមានក្តីស្រឡាញ់ខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គឥតបែរថយវិញ
អិនបែថយវិញខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គអិនបែថយវិញសូមទ្រង់ជួយឲ្យកាត់ចិត្តអាល័យចេញហើយប្រទានវិញនៅចិត្តស្ម័គ្រស្មោះសូមទ្រង់ជួយឲ្យកាត់ចិត្តអាល័យចេញហើយប្រទានវិញនៅចិត្តស្ម័គ្រស្មោះខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គលែងនឹកស្រណោះលែងនឹកស្រណោះខ្ញុំចង់បំរើទ្រង់ចង់តាមព្រះអង្គលែងនឹកស្រណោះកាត់ចិត្តចោលញាតសន្តានទ្របធនអស់លីឈើឆ្កាងឆ្ពួងតាមព្រះハរតីកាត់ចិត្តចោលញាតសន្តានទ្របធនអស់លីឈើឆ្កាងឆ្ពួងតាមព្រះハរតីខ្ញុំស្រឡាញ់ព្រះអង្គចង់បំរើទ្រង់ជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃខ្ញុំស្រឡាញ់ព្រះអង្គចង់បំរើទ្រង់ជារៀងរាល់ថ្ងៃព្រោះទ្រង់សន្យាប្រទានផលកម្រៃជាជីវិតថ្មីរស់បានចេលកាលអរគុណព្រះអង្គអរគុណព្រះអង្គសូមលើកទូរស័ព្ទគេទៅមើលមានការអីចាំបាច់ទេដឹងបងអើយសុំបន្តិចទៀតខ្ញុំតេតិនដល់បងណា1 ម៉ោងកន្លះទៀតណាបងសុំទោសណា Hello ចាបង1 ម៉ោងកន្លះទៀតខ្ញុំតេតបងអូខេអរគុណព្រះអង្គអញ្ចឹងឥឡូវដល់ព្រះបន្ទូលហើយសង្ស័យបងស្រីហ្នឹងទូរស័ព្ទខ្ញុំឥឡូវតេតែគេអត់សូវលឺតែគេតេមកខ្ញុំលើកអត់សូវលឺបើគេទៀមទាចង់បានថ្មីហើយមកទៅខ្ញុំសូមសរសើរដំកើងព្រះអង្គសង្ឃឹមថាគេស្ដាប់ឮពាក្យខ្ញុំនិយាយមិញអញ្ចឹងតោះដល់ដានីនៅគម្ពីររ៉ូមជំពូក10 ខ 14ចាអរគុណព្រះអង្គខ្ញុំអានរ៉ូមជំពូក10 ខ 14ដូច្នេះបើគេមិនជឿធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបានហើយបើគេមិនបានឮនិយាយនោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបានហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបានបើគ្មានអ្នកណាប្រាប់សោះអេមែនអរគុណព្រះអង្គអរគុណព្រះអង្គអរគុណសូមព្រះប្រទានពរដល់នេះហើយជំរុំចិត្តអធិដ្ឋានជាមួយខ្ញុំដើម្បីយល់ពីព្រះハរតីដែលទ្រង់មានបន្ទូលនៅគម្ពីររ៉ូមជំពូក10 ខ 14នេះចាអរគុណព្រះអង្គហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតកូនអរប្រគុណព្រះអង្គនៅពេលវេលានេះដែលទ្រង់បានប្រទានពរឲ្យកូនព្រះអង្គគ្រប់គ្នាមានពេលវេលាចូលមកជួបជុំគ្នាសរសើរដំកើងព្រះអង្គឲ្យសមសន្តានដ៏រុងរឿងរបស់ទ្រង់អរគុណព្រះអង្គសូមអរគុណសូមព្រះអង្គអត់ទោសការខុសឆ្គងរំលងដែលយើងបានប្រព្រឹត្តមិនគួរអភ័យព្រះអង្គជាយ៉ាងណានោះដែរសូមព្រះអង្គអត់ទោសសម្អាតកូនឲ្យកូននៅតែសស្អាតចំពោះទ្រង់ជានិច្ចដោយព្រះលិទ្ធទ្រង់លាងសម្អាតកូនគ្រប់គ្នាគុណអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំពេលនេះ
បើកភ្នែកខាងវិញ្ញាណយើងខ្ញុំទាំងអស់គ្នាបើកត្រចៀកចិត្តខាងវិញ្ញាណយើងខ្ញុំទាំងអស់គ្នាដើម្បីឲ្យយល់ពីបំណងព្រះハរតីដែលទ្រង់ចង់មានបន្ទូលមកកាន់កូនព្រះអង្គនៅពេលនេះផងដែរសូមព្រះអង្គប្រទានបងប្អូនយើងខ្ញុំមានកម្លាំងសុខភាពល្អប្រាជ្ញាវៃឆ្លាតមកពីឋានសួគ៌សូមសរសើរដល់កាងព្រះអង្គសូមព្រះអង្គដឹកដៃយើងខ្ញុំបានដើរនៅក្នុងផ្លូវរបស់ទ្រង់រហូតដល់ថ្ងៃកំណត់មកដល់នោះទ្រង់នឹងបើកបញ្ជីជីវិតមានឈ្មោះយើងខ្ញុំទាំងអស់គ្នាអត់ខានម្នាក់ណាឡើយគុណអរគុណព្រះអង្គសូមព្រះអង្គគង់នៅកណ្ដាលយើងដឹកនាំយើងខ្ញុំចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនៅពេលនេះសូមព្រះអង្គបើកមាត់ខ្ញុំម្ចាស់ឲ្យខ្ញុំម្ចាស់និយាយតែពាក្យអ្វីដែលទ្រង់ចង់មានបន្ទូលមកកាន់កូនព្រះអង្គទាំងអស់គ្នាមិនមែនតាមចិត្តខ្ញុំម្ចាស់គឺតាមព្រះハរតីទ្រង់វិញសូមសរសើរនឹងកាងព្រះអង្គសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំកុំឲ្យងូកងុយពេលដែលកំពុងចូលមកព្រះអង្គនៅពេលនេះផងដែរហើយក៏សូមព្រះអង្គប្រទានពរដល់កម្មវិធីដែលយើងពិចារណាព្រះបន្ទូលនេះដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំនោះសូមថ្វាយដល់ព្រះនាមដែលមានគ្រប់បច្ចេស្តានិងបងប្អូនយើងខ្ញុំទាំងអស់គ្នានេះថ្វាយដាច់ដល់ព្រះនាមដែលមានគ្រប់បច្ចេស្តាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទនៅស្រុកណាសារ៉េតអាមែនអរគុណព្រះអង្គចានេះជាព្រះបន្ទូលព្រះអង្គប្រាប់ថាដូច្នេះបើគេមិនជឿធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបានហើយបើគេមិនបានឮនិយាយនោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបានហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបានបើគ្មានអ្នកណាប្រាប់សោះចាអញ្ចឹងអរគុណព្រះអង្គចង់និយាយមកគុណព្រះអង្គទាំងអស់គ្នាឲ្យយើងបានដឹងដំណឹងល្អស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់នាំការទាំងអស់នេះទៅដល់គ្រប់ទាំងទជានៅផែនដីពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងប្រយោជន៍ឲ្យគេបានឮបានគេអាចអំពាវនាវរកព្រះបានហើយបើគេមិនបានឮអ្នកណានិយាយប្រាប់គេសោះធ្វើដូចម្ដេចនឹងគេអំពាវនាវរកព្រះបាននេះព្រះបន្ទូលប្រាប់ណាហើយធ្វើដូចម្ដេចឲ្យគេនិយាយបានបើគ្មានអ្នកណាប្រាប់សោះអញ្ចឹងតួនាទីរបស់យើងគឺជាតួនាទីចេញទៅប្រកាសពីដំណឹងល្អប្រកាសពីសេចក្តីសង្គ្រោះប្រកាសពីសេចក្តីស្រឡាញ់របស់ព្រះដល់គ្រប់ទាំងទជានៅលើផែនដីអត់ប្រកាន់វណ្ណៈអត់ប្រកាន់ថាគេជាសាសនាទេគឺទាំងអស់គ្នាអញ្ចឹងបានជាអរគុណព្រះអង្គពួកសាសគេមកចូលក្នុងប្រទេសយើងដើម្បីផ្សាយដំណឹងល្អឲ្យយើងបានស្គាល់ពីព្រះនាមដែលនៅក្រោមមេឃលើដីគ្មាននាមណាដែលប្រទានឲ្យបានសង្គ្រោះនោះគឺជានាមព្រះយេស៊ូវនេះឯងចាគឺមានតែនាមមួយទេដែលប្រទានឲ្យយើងបានសង្គ្រោះមានតែនាមមួយទេដែលសុគតជំនួសអំពើបាបមនុស្សទាំងអស់នៅក្នុងលោកីអញ្ចឹងបានយើងឮយើងនឹងអំពាវនាវហើយទ្រង់មានបន្ទូលថាចូលឲ្យអំពាវនាវដល់អញនោះទ្រង់នឹងប្រទានពរដល់យើងការដែលមុតមមដែលយើងមិននឹកស្មានដល់ចានេះអញ្ចឹងពេលណាយើងស្គាល់ព្រះអង្គយើងអំពាវនាវរកទ្រង់នឹងប្រទានការមួយដែលមុតមមដែលយើងមិននឹកស្មានដល់អរគុណព្រះអង្គដូចមានខ្ញុំកាលដែលគាត់មានការលំបាកគាត់តែងតែអំពាវនាវទៅស្រាប់តែព្រះអង្គប្រទានពរឲ្យគាត់ការមុតមមមិននឹកស្មានដល់បានផ្ទះមួយយ៉ាងស្អាតនៅទីកន្លែងក៏ល្អសំសួនផ្សារក៏នៅជិតអូអស្ចារ្យណាស់ចាអរគុណព្រះអង្គក៏រ៉ាស់ចតឡានក៏ធំហេគាត់អំពាវនាវដល់ទ្រង់ដល់ព្រះអង្គឆ្លើយតបនៅគាត់ការមុតមមមិននឹកស្មានដល់ចាអញ្ចឹងយើងមានការអីយើងចេះតែអំពាវនាវរកទ្រង់ទៅព្រះអង្គនឹងប្រទានឲ្យហើយចុះតោះឥឡូវដើម្បីឲ្យគេបានអំពាវនាវរកព្រះបានតើតែយើងអ្នកនាំគ្នាបានស្គាល់ដំណឹងល្អស្គាល់ពីសេចក្តីស្រឡាញ់ស្គាល់ពីសេចក្តីសង្គ្រោះនេះដើរប្រាប់គេគឺនៅក្តីស្រឡាញ់ម៉ាកុសជំពូក16ខ15 16តើព្រះអង្គបញ្ជាយើងថាយ៉ាងម្ដេចដែរតោះសូមអញ្ជើញអានកាពីនៅចាចាំតិចបងចាំតិចដោយសារបងអូនឥឡូវមានភ្ញៀវមានទឹកប្រាក់គឺម៉ាកុសជំពូក16ខ15ក៏ជំពូក16ខ15
Amen អរគុណព្រះអង្គទាំងខ្ញុំអានណាបងមកក៏ចំពោះ16ខ15ត្រឹមផ្ដាំគេថាចូលអ្នករាល់គ្នាទៅពេញសពក្នុងលោកីទាំងមូលហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ Amen អរគុណព្រះអង្គ អាមែនអរគុណព្រះអង្គចា ឲ្យស្រ័យដល់បងចា ខ16មួយទៀតទៅខ16មួយទៀតទៅ មួយទៀតបងណាចាអរគុណបងអ្នកណាដែលជឿហើយទទួលបុណ្យជ្រមុជទឹកនោះនឹងបានសង្គ្រោះតែអ្នកណាដែលមិនព្រមជឿនោះនឹងត្រូវទោសវិញឃើញជឿហើយធ្វើបុណ្យជ្រមុជទឹកហើយបងបងទៀតបង អាមែនចាអរគុណព្រះអង្គអរគុណក្តីស្រឡាញ់សូមព្រះប្រទានពរចានេះជាបណ្ដាំរបស់ព្រះនៃយើងដែលទ្រង់យាងមកផែនដីហើយទ្រង់មកសុគតជំនួសអំពើបាបមនុស្សទាំងអស់នៅក្នុងលោកីហើយទ្រង់សុគតតែ3ថ្ងៃទ្រង់រស់ឡើងវិញហើយទ្រង់នឹងយាងត្រឡប់ទៅឋានសួគ៌វិញហើយទ្រង់ផ្ដាំអស់អ្នកដែលបានទទួលព្រះអង្គអស់អ្នកដែលបានឮពីព្រះនាមទ្រង់ថាជាព្រះនាមសង្គ្រោះនោះបានឲ្យធ្វើយ៉ាងណាគឺថាព្រះអង្គទ្រង់ផ្ដាំគេថាឲ្យចូលអ្នករាល់គ្នាទៅពេញសពក្នុងលោកីទាំងមូលហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ហាឡេលូយ៉ានេះជាបណ្ដាំរបស់ទ្រង់អញ្ចឹងបងប្អូនយើងចូលមកក្នុងក្រុមនេះមានគ្នាច្រើនគ្រប់ទីនៅថៃនៅខ្មែរនៅកូរ៉េនៅបារាំងនៅអាមេរិកកាំងអូប៉ុណ្ណេះផ្សាយដំណឹងល្អទៅពេញពិភពលោកហើយអរគុណព្រះអង្គអញ្ចឹងបានជាព្រះអង្គប្រាប់ថាឲ្យយើងផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចោះអ្នកណាដែលជឿដល់ពេលគេឮព្រះបន្ទូលហើយគេទទួលជឿអ្នកណាដែលជឿហើយទទួលបុណ្យជ្រមុជទឹកនោះនឹងបានសង្គ្រោះតែអ្នកណាដែលមិនព្រមជឿនោះនឹងត្រូវទោសវិញចាអរគុណព្រះអង្គយើងប្រកាសទៅយើងផ្សាយទៅអ្នកណាគេព្រមជឿគេបានសង្គ្រោះអ្នកណាមិនព្រមជឿអានោះរឿងរបស់គាត់ទៅពីព្រោះយើងបានប្រាប់ហើយពីព្រោះព្រះអង្គប្រាប់ថាឲ្យយើងចេញទៅយើងចេញទៅដូចជាអ្នកបម្រើអាប់រ៉ាហាំអញ្ចឹងគាត់ប្រាប់មុនគាត់ស្លាប់គាត់ថាឲ្យទៅរកប្រពន្ធឲ្យកូនគាត់ពីស្រុកកំណើតរបស់គាត់មកហើយក៏ប៉ុន្តែកុំឲ្យនាំកូនគាត់ទៅជាមួយឡើយឲ្យទៅយកស្រីពីខាងនោះមកឲ្យធ្វើជាប្រពន្ធកូនគាត់ហើយដល់ហើយអ្នកបម្រើអាប់រ៉ាហាំមកគាត់ក៏ទៅគាត់ក៏ថាចុះបើគាត់ទៅហើយស្ត្រីនោះមិនព្រមមកតាមគាត់ធ្វើជាប្រពន្ធរបស់កូនប្រុសអ្នកទេតើយ៉ាងណាដែរគាត់ថាឲ្យតែទៅគេមិនព្រមមកអ្នកឯងនឹងរួចខ្លួនណាតែគេមកឬក៏គេមិនមកឲ្យតែអ្នកបម្រើអាប់រ៉ាហាំហ្នឹងទៅតាមពាក្យបណ្ដាំរបស់អាប់រ៉ាហាំហ្នឹងទៅនោះជាការរួចខ្លួនហើយចាអញ្ចឹងយើងក៏ចឹងដែរយើងព្រះអង្គផ្ដាំថាឲ្យយើងចេញទៅផ្សាយដំណឹងល្អនេះទូទៅគ្រប់ទាំងសាសនៅក្នុងផែនដីនេះក្នុងលោកីនេះចាឲ្យគេបានឮពីដំណឹងល្អនេះហើយបើអ្នកណាព្រមទទួលជឿហើយធ្វើបុណ្យជាមួយទឹកនោះគេនឹងបានសង្គ្រោះតែអ្នកណាដែលមិនព្រមជឿនោះនឹងត្រូវមានទោសវិញនោះជារឿងរបស់គាត់ឯងមិនមែនជាដូចជាគាត់ទៅយកស្ត្រីនោះមកឲ្យធ្វើជាកូនប្រសាអាប់រ៉ាហាំបើនាងនោះមកបានធ្វើជាកូនប្រសាទៅបើនាងនោះអត់មកអត់ទៅនឹងអត់បានមកចូលធ្វើជាកូនប្រសាអ្នកសេដ្ឋីទៅចាអរគុណព្រះអង្គអញ្ចឹងយើងចឹងដែរយើងនាំដំណឹងល្អនេះទៅថាជឿព្រះយេស៊ូវបានទៅឋានសួគ៌ធ្វើជាកូនរបស់ព្រះនៅឋានសួគ៌ហើយនឹងទទួលកេរមរតកគឺនៅឋានសួគ៌តែបើគេអត់ព្រមមកទទួលជឿគេអត់បានទៅឋានសួគ៌ទៅគេអត់បានទទួលកេរមរតកនៅឋានសួគ៌អញ្ចឹងជាការស្រេចចាអញ្ចឹងនេះការងាររបស់យើងគាត់តែចេញទៅប្រាប់ខ្ញុំប្រាប់គេប្រាប់រហូតដល់ថ្នាក់មានខ្ញុំដោយសារសេចក្តីស្រឡាញ់ខ្ញុំវាធំណាហ្នឹងហើយដែលព្រះអង្គប្រទានឲ្យខ្ញុំប្រាប់ហើយប្រាប់ទៀតទទូចចុះទទូចឡើងថែមទាំងគេថាឲ្យខ្ញុំទៀតថាខ្ញុំប្រាប់អូនឯងឲ្យដឹងណាអូនឯងរាល់ថ្ងៃហ្នឹងណាបើថាចំណីហ្នឹងខ្ញុំអត់ញ៉ាំហើយអូនឯងនៅតែយកសុព្រាមកបុកបងដល់ក្លោតធ្លាយក្លោតបងហ្នឹងណាចាហើយអូអរគុណព្រះអង្គ
ដែលព្រះបន្ទូលនេះដោយសារខ្ញុំស្រឡាញ់គាត់ចង់ឲ្យគាត់បានរួចខ្លួនពីបឹងភ្លើងនោះចេះតែប្រាប់ហើយប្រាប់ទៀតរហូតដល់គាត់ថាធ្លាយក្លោតគាត់ហើយ អានោះជារឿងរបស់គាត់ហើយយើងចប់ហើយណាយើងចប់ហើយយើងមិនបាច់ទៅបុកគាត់ថែមទៀតនាំទៅធ្លាយក្លោតគាត់ទេចាអរគុណបងអញ្ចឹងឥឡូវទៅដល់អ៊ំសានកិច្ចការជំពូក26ខ17 18អ៊ំសូមជើញ កិច្ចការចំពោះ26ខ17 18ខ្ញុំបានញែកអ្នកចេញពីបណ្ដាជននិងពីពួកសាសដតីដើម្បីមិនអោយចាត់អ្នកឲ្យ ដើម្បីនឹងចាត់ឲ្យអ្នកទៅឯគេវិញអ៊ំសំឡាញ់ ញ៉ាមកច្បាំងភ្នែកដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញប្រយោជន៍នឹងបំភ្លឺភ្នែកគេឲ្យបានបែរចេញពីសេចក្តីងងឹតមកឯពន្លឺហើយពីអំណាចអរិយសាតាំងមកឯព្រះវិញដើម្បីឲ្យគេបានរួចពីបាបហើយបានទទួលមរតកជាមួយនឹងកូនអ្នកជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធដោយសារសេចក្តីជំនឿជឿដល់ខ្ញុំ អាមែនអ៊ំសូមព្រះប្រទានពរសូមព្រះអង្គប្រទានពរឲ្យភ្នែកអ៊ំបានឈប់ស្វាងមើលចាណាស់ស្វាងអត់អីអ៊ំសាទឹកឲ្យច្រើនទៅបាត់ស្វាងភ្នែកជួនកាលអាចអញ្ចឹងដែរហើយប្រហែលខ្ញុំខ្លាញ់ឡើងអីក៏កូលេស្តេរ៉ុលអីវាអត់អីឥឡូវខ្ញុំហូបទឹកទៅកំខ្វល់ចាហូបទឹកអរគុណព្រះដុំសិនអញ្ចឹងអ៊ំសូមជួយបិទសលេងវិញចាស់ណាអ៊ំសូមព្រះប្រទានពរចាអឋានអរគុណព្រះពីរឿងទឹកឲ្យហូបទៅស្វាងហើយជួនកាលអាចអញ្ចឹងសូមសរសើរដំកើងព្រះអង្គនៅកិច្ចការចំពោះ26ខ17ព្រះអង្គមានបន្ទូលថាខ្ញុំបានញែកអ្នកចេញពីបណ្ដាជននិងពួកសាសដតីដើម្បីនឹងចាត់អ្នកឲ្យទៅឯគេវិញចាយើងដឹងហើយយើងដឹងខ្លួនយើងរាល់ថ្ងៃដែលបានចូលមកព្រះអង្គនេះព្រះអង្គប្រាប់ថាយើងជាពូជ្រើសរើសជាពួកសង្ឃលួងជាសាសនៃកេយករបស់ព្រះជាសាសឋានសួគ៌ទៀតជារាជកេយករបស់ព្រះជាសាសឋានសួគ៌អញ្ចឹងយើងរាល់ថ្ងៃដែលបានទទួលជឿព្រះអង្គហើយយើងមានឋានៈជាសាសឋានសួគ៌ហើយចាឋានៈជាសាសឋានសួគ៌អាចមានសិទ្ធិគ្រប់សពបែបយ៉ាងឥឡូវមិនបាច់និយាយច្រើនទេគាត់ខ្ញុំនេះគាត់មកនៅស្រុកគេនេះហើយខ្ញុំបានជាសាសអូស្ត្រាលីនេះណាចាខ្ញុំមានប៉ាសពតអូស្ត្រាលីខ្ញុំអាចទៅស្រុកខ្មែរនាទីណាក៏បានដូចគ្នាចាអរគុណព្រះអង្គទូរស័ព្ទខ្ញុំឆ្លើយជាមួយគេវាអត់លឺអញ្ចឹងគេអត់បាននេះឥឡូវបិទទៅវិញទៀតណាចាអរគុណព្រះអង្គអញ្ចឹងព្រះអង្គបានញែកយើងចេញជាសាសឋានសួគ៌ហើយនិងពីពួកសាសដតីចាសាសដតីគឺសាសលោកីនេះណាចាអត់ទាន់បានទទួលជឿព្រះយើងនៅជាសាសលោកីនៅឡើយទេអត់ឥឡូវយើងបានទទួលជឿព្រះអង្គយើងជាសាសឋានសួគ៌ហើយឲ្យយើងបានដឹងពីឋានៈរបស់យើងដើម្បីនឹងចាត់ឲ្យទៅឯគេវិញចាពេលព្រះអង្គរើសយើងឡើងមកជាសាសឋានសួគ៌ឲ្យចាត់យើងទៅឯពួកអ្នកដែលមិនទាន់បានទទួលជឿព្រះអង្គនោះវិញចឹងបានន័យថាចឹងប្រយោជន៍នឹងបំភ្លឺភ្នែកគេបំភ្លឺឲ្យគេបានស្គាល់ថាផ្លូវទៅឋានសួគ៌គឺមានតាមរយៈព្រះយេស៊ូវក្រៅមេឃលើដីគ្មាននាមណាទៀតទេដែលប្រទានឲ្យបានសង្គ្រោះរួចពីបឹងភ្លើងគឺនាមតែមួយនាមព្រះយេស៊ូវកិច្ចការចំពុក4ខ12ព្រះបន្ទូលមិនប្រែប្រួលសូម្បីតែស្រមោលនៃសេរីផ្លាស់ប្រែក៏អត់មានដែរហើយខមួយទៀតនៅគម្ពីរយូហានចំពុក14ខ6ព្រះអង្គមានបន្ទូលថាទ្រង់ជាផ្លូវជាសេចក្តីពិតជាជីវិតបើមិនមកតាមខ្ញុំគ្មានអ្នកណាទៅឲ្យប្រវត្តិបិតាបានទេនេះជាព្រះយេស៊ូវមានបន្ទូល
ព្រះយេស៊ូវជាផ្លូវព្រះយេស៊ូវជាសេចក្តីពិតព្រះយេស៊ូវជាជីវិតបើមិនមកតាមព្រះយេស៊ូវអត់ទៅដល់ឋានសួគ៌មានន័យយ៉ាងដូចនេះអញ្ចឹងគ្មាននាមណាទៀតទេហើយក៏គ្មានផ្លូវណាទៀតដែរគឺមានតែនាមមួយហើយផ្លូវមានតែមួយអញ្ចឹងស្រួលកុំឲ្យយើងចាញ់បោកគេគ្រាចុងក្រោយនេះមានមនុស្សជាច្រើនគេយកឈ្មោះខ្ញុំថាជាខ្ញុំនេះព្រះយេស៊ូវប្រាប់ណាប្រាប់ឲ្យស្រេចតាំងពីយូរណាស់ហើយតាំងពីយើងមិនទាន់កើតមកលើផែនដីនេះនៅឡើយទេចាព្រះអង្គមានបន្ទូលនេះប្រាប់ឲ្យរងចាំឲ្យចងចាំក្នុងតិចក្នុងចិត្តក្នុងគំនិតដឹងថាគ្រាចុងក្រោយមានមនុស្សច្រើនណាស់ដែលគេយកឈ្មោះព្រះយេស៊ូវថាគេជាព្រះយេស៊ូវអញ្ចឹងឲ្យបានច្បាស់ឥឡូវពួកអ្នកជឿអានសាន់ហុងចេះតែផ្ញើមកខ្ញុំគេឥឡូវនេះគេលែងថាគេជាព្រះយេស៊ូវទៀតហើយគេថាគេជាព្រះអានសាន់ហុងឃើញទេឲ្យបានដល់កំដាប់ដៃគេហើយគេក៏វត្តចោលនាមព្រះយេស៊ូវចោលហើយគេយកនាមគេថាជាគេអានសាន់ហុងវិញពីមុនឡើងគេតំណាងថាគេជាព្រះយេស៊ូវមើលទៅបានកណ្ដាប់ដៃគេហើយគេខ្ញឹបហើយចាគេខ្ញឹបហើយថាគេជាអានសាន់ហុងជាព្រះអានសាន់ហុងឥឡូវចាអញ្ចឹងយើងដឹងព្រះបន្ទូលមិនប្រែប្រួលទេកុំឲ្យលបោតបងប្អូនបលឹងវិញ្ញាណយើងណាគឺមិនមែនលេងសើចទេគឺមិនមែនយកមកពិសោធន៍ដូចជាគេយកកដោមកពិសោធន៍មើលឲ្យដឹងថាឆ្នាំនឹងវាចាក់ទៅលើកដោទៅវាប៉ះស្អីហើយដល់ហើយអញ្ចឹងទៅគេយកជ្រូកអីគេមកធ្វើបទពិសោធន៍មិនមែនទេយើងបលឹងវិញ្ញាណយើងតាខុសគឺអស់កាលបើត្រូវអស់កាលជឿលើព្រះខុសធ្លាក់នរកអស់កាលជឿលើព្រះត្រូវឋានសួគ៌អស់កាលអញ្ចឹងឲ្យយើងប្រយ័ត្នហើយយើងនាំដំណឹងល្អនេះទៅបំភ្លឺភ្នែកបងប្អូនយើងទាំងអស់គ្នានៅក្នុងលោកីហ្នឹងឲ្យភ្លឺឲ្យដឹងខ្លួនឡើងថាមានផ្លូវតែមួយទេមានព្រះតែមួយទេដែលនឹងជួយយើងឲ្យទៅឋានសួគ៌បានអញ្ចឹងបានខនេះថាប្រយោជន៍នឹងបំភ្លឺភ្នែកគេឲ្យបានបែរចេញពីសេចក្តីងងឹតមកឯពន្លឺហើយពីអំណាចអរសតាំងមកឯព្រះវិញដើម្បីឲ្យគេបានរួចពីបាបហើយបានទទួលមរតកជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធដោយសារសេចក្តីជំនឿជឿដល់ខ្ញុំណាដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវដែលទ្រង់មានបន្ទូលផ្ទាល់ចេញពីព្រះឱស្ត្រទ្រង់មកអរគុណព្រះអង្គអញ្ចឹងយើងយល់ណាមែនទេដើម្បីបំភ្លឺភ្នែកដូចជានៅខកពីមួយដែលព្រះអង្គប្រាប់ថាអារៈវាចាប់ទៅវាដបងឡើងវាចាប់ទៅភ្លាមវាអត់ធ្វើអីទេចាប់ទៅដល់ភ្លាមវាខ្វេះភ្នែកហ្មងហើយដល់ពេលខ្វេះភ្នែកខ្វាក់ហើយព្រះបន្ទូលព្រះអង្គនេះជាពន្លឺហើយទោះបីខ្វះភ្នែកខ្វាក់ហើយពន្លឺមកឯងជុំវិញនឹងគូមើលអត់ឃើញពន្លឺដែរតែឲ្យយើងដឹងថាខ្លួនជាខ្វាក់ភ្នែកហើយនេះឲ្យចេះស្ដាប់គេផងស្ដាប់ព្រះបន្ទូលព្រះអង្គទៅស្ដាប់យើងមានព្រះអង្គឲ្យតិចគាត់ស្ដាប់ឲ្យគំនិតគាត់គិតកាយជាថ្មីហើយដូចជាគេចាប់សាំសុននោះមើលឃើញទេអារៈវាលបួងចាប់សាំសុនបានវាធ្វើអីគេធ្វើខ្វេះភ្នែកសាំសុនហើយដល់ហើយយកសាំសុនទៅធ្វើបាបសពគ្រប់បែបយ៉ាងទៅសក់សើចំអកលក់លុយអីសពគ្រប់ហើយចឹងតែសាំសុនបានដឹងខ្លួនឡើងវិញថាព្រះអង្គអើយចូលមកលន់តួព្រះអង្គណាព្រះអង្គអើយព្រះអង្គសូមអត់ទោសហើយចម្រើនកម្លាំងឲ្យទូលបង្គំម្ដងទៀតចាស់ហើយទូលបង្គំនឹងស្លាប់ក្នុងពួកវាហ្នឹងហើយចាដល់ហើយសាំសុនជាអ្នកដែលមានកម្លាំងខ្លាំងមែនតែនគាត់នៅធ្គាមសัตว์មួយកាន់នឹងដៃសោះសម្រាប់មនុស្ស 3000 នាក់យ៉ាងស្រួលណាដោយសារអីដោយសារព្រះយើងរៀនសាមញ្ញថ្ងៃហ្នឹងមែនទេម្នាក់ដេញបាន100នាក់2នាក់ដេញបាន10000នាក់ដោយសារព្រះទេបើព្រះអង្គប្រាប់ថាបើមិនព្រមស្ដាប់តាមព្រះអង្គទេអញអត់គង់នៅជាមួយឯងទេហើយដល់ពេលអត់គង់នៅជាមួយទេទៅណារត់នៅមុខខ្មាំងសត្រូវវិញអញ្ចឹងយើងចឹងដែរបើយើងអត់ស្ដាប់ព្រះអង្គទេយើងនឹងចាញ់គេចាប់បានខ្វេះភ្នែកបាត់ដល់ខ្វេះភ្នែកទោះបីព្រះបន្ទូលព្រះអង្គជាពន្លឺភ្លឺយ៉ាងណាក៏ដោយមិនភ្លឺទេ
មិនភ្លឺទេតើតែតាំងចិត្តដូចជាសាំសុនវិញឲ្យថាចុះចូលមកចំពោះព្រះថាមានតែព្រះទេដែលអាចជួយបានចុះចូលមកព្រះនៃសេចក្តីពិតណាចុះចូលមកព្រះដែលជាព្រះអង្គសង្គ្រោះនេះថាសុំកម្លាំងមកម្ដងទៀតព្រះអង្គអើយដល់ពេលបានកម្លាំងមកពេញខ្លួនគាត់ប្រទៀបខ្លួនទៅសួរកូនក្មេងថាអូណានាំខ្ញុំទៅប៉ះតសតិចមើលកន្លែងណាដែលតសឃើញទេអញ្ចឹងទោះបីយើងវង្វេងយ៉ាងណាក៏ដោយខ្វាក់ភ្នែកលែងឃើញពន្លឺក៏ដោយតែឲ្យយើងចេះប្រទៀបខ្លួនមកប្រទៀបខ្លួនក្មេងនឹងនាំទៅប៉ះតសដោយសារយើងដឹងថាព្រះពេលណាអំពាវនាវរកទ្រង់តែងតែឆ្លើយតបអញ្ចឹងទៅយើងប្រទៀបខ្លួនមកអំពាវនាវរកព្រះក្មេងនោះនាំទៅរកតសបានគាត់ចាប់អោបតសហើយគាត់រូនតសនោះបាក់ងាប់មនុស្សរាប់ពាន់នាក់ឃើញទេអញ្ចឹងយើងចឹងដែរពេលណាចូលមកឲ្យព្រះយើងនឹងមានកម្លាំងវិញហើយចាទោះបីភ្នែកខ្វាក់មែនពិតតែយើងប្រទៀបខ្លួនមកបើយើងខ្វាក់មើលព្រះបន្ទូលមិនយល់ចូលមកព្រះមកហើយតាមក្មេងនឹងទៅបើក្មេងនឹងវាគេភ្នែកភ្លឺជាងណាគេភ្នែកភ្លឺគេរួមទៅរកតសនោះប្រទៀបខ្លួនចូលមកនឹងឃើញនឹងបានលទ្ធផលហើយអញ្ចឹងបានជាខនេះព្រះអង្គប្រាប់ថាឲ្យយើងអ្នកទៅបំភ្លឺភ្នែកគេឲ្យបានបែរចេញពីសេចក្តីងងឹតមកឯពន្លឺហើយពីអំណាចអរិយសតាំងមកឯព្រះវិញដើម្បីឲ្យគេបានរួចពីបាបហើយបានទទួលមរតកជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធដោយសេចក្តីដោយសារសេចក្តីជំនឿជឿដល់ព្រះចាអរគុណព្រះអង្គជឿដល់ព្រះយេស៊ូវអញ្ចឹងទៅដល់បង្វានទីតោសជំពូក1ខ3បងសម្លាញ់ជាដល់ហើយអរគុណខ្ញុំសូមអានទីតោសជំពូក1ខ3អរគុណព្រះអង្គតែនៅពេលកំបងសម្លាញ់អូត្រូវខ្ញុំទៅបើកកលោះបងសម្លាញ់ត្រូវខ្ញុំអ្នកបើកខោចាទីតោសបងសម្លាញ់ទីតោសជំពូក1ខ3ជំពូក1ខ3តែនៅពេលកំណត់នោះទៅបានសម្ដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ដោយការប្រកាសប្រាប់ដែរផ្ញើទុកនឹងខ្ញុំតាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងអាមែនមែនបងសូមព្រះប្រទានពរចាអរគុណព្រះអង្គព្រះបន្ទូលដែលយើងបានរៀនរាល់ថ្ងៃនេះព្រះបន្ទូលណាអត់ទាន់យល់យើងកុំខ្វល់ខ្វាយអីយើងគ្រាន់តែជឿយកសិនទៅចានៅពេលកំណត់នោះទើបបានសម្ដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ដល់ពេលកំណត់មកដល់ព្រះបន្ទូលដូចព្រះបន្ទូលព្រះអង្គឥឡូវមានបន្ទូលប្រាប់ថាអីគេថានៅគ្រាចុងក្រោយនេះមានមនុស្សច្រើនណាស់ដែលគេយកឈ្មោះខ្ញុំថាជាខ្ញុំឥឡូវយើងឃើញហើយមែនទេចាព្រះបន្ទូលព្រះអង្គមួយទៀតមានប្រាប់ថាយ៉ាងណានៅគ្រាចុងក្រោយនេះកំដៅនៅផែនដីនេះនឹងកើនឡើងមួយជា7ដងចាឥឡូវយើងឃើញពេលខ្លះក្តៅស្លាប់មនុស្សទៀតណាមិនធម្មក្តៅធម្មតាណានឹងក្តៅបន្តិចបន្តួចគ្រាន់តែឡើងដល់ប្រហែល50ដឺក្រេអីប៉ុណ្ណឹងហ្នឹងស្លាប់មនុស្សលគៀលមិនទាន់ដល់2ដងផងកម្ដៅធម្មតា37ដឺក្រេ2ដងវា70ដឺក្រេអញ្ចឹងមិនទាន់ដល់2ដងហ្នឹងទៅ50ហ្នឹងអូបើមន់ខ្ញុំទេលេងហាមាត់ទៅចេះក្តៅពេករកខ្ញុំនឹងយកទឹកទៅដល់ដាក់មកចាន់ដែកទៅឲ្យវាចូលមកត្រាំទឹកហ្នឹងកុំឲ្យវាក្តៅពេកអញ្ចឹងព្រះបន្ទូលនិយាយពេលហ្នឹងនឹងកើតអញ្ចឹងបានថាតែនៅពេលកំណត់នោះទើបនឹងសម្ដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់នេះបានន័យអញ្ចឹងផងនឹងបានន័យថាពេលណាយើងផ្សាយដំណឹងល្អទៅដល់បងប្អូនណាហើយគាត់បានឮព្រះបន្ទូលហើយតែកំណត់មិនទាន់មកដល់គាត់អត់ទាន់ស្គាល់ដែរដល់កំណត់ដែលព្រះអង្គថានឹងត្រូវហៅអ្នកនោះហើយនោះគាត់នឹងបានឮព្រះបន្ទូលព្រះអង្គទទួលជឿព្រះបន្ទូលព្រះអង្គចាអរគុណព្រះអង្គ
ចឹងនៅតែនៅពេលកំណត់នោះទើបនឹងបានសម្ដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំព្រះអង្គផ្ញើព្រះបន្ទូលព្រះអង្គទុកនឹងយើងទាំងអស់គ្នានេះតាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងចាព្រះអង្គសង្គ្រោះនៃយើងប្រាប់យើងនៅខណាមិននៅម៉ាកុសជំពូក16ខ15ថាឲ្យចេញទៅទូទាំងលោកីចុះហើយប្រកាសប្រាប់មែនទេចាអរគុណព្រះអង្គអញ្ចឹងបានថាតាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងខ្ញុំអរគុណព្រះអង្គនេះជាព្រះបន្ទូលដែលប្រាប់ដល់យើងទាំងអស់គ្នាអញ្ចឹងតោះទៅដល់គ្រួសារអ្នកបងឈ្មោះបងជាចាកិច្ចការជំពូក8ខ31បាទកិច្ចការចំពោះ8ខ31ខ្ញុំសូមអានចាឯលោកក៏ឆ្លើយឡើងថាបើគ្មានអ្នកណាដឹកនាំខ្ញុំនោះធ្វើដោយម្ដេចឲ្យខ្ញុំយល់បានរួចលោកក៏សូមឲ្យហ្វីលីបឡើងជិះរត់ជាមួយគ្នាអាមែនអាមែនចាសូមព្រះប្រទានពរបងជាព្រះអង្គគង់ជាមួយនេះហើយសូមបិទសលេងចាហើយសូមបិទសលេងវិញចាសូមព្រះអង្គគង់ជាមួយចានេះជាព្រះបន្ទូលព្រះអង្គចង់ប្រាប់ថាឯលោកក៏ឆ្លើយឡើងថាបើគ្មានអ្នកណាដឹកនាំខ្ញុំនោះធ្វើដូចម្ដេចឲ្យខ្ញុំយល់បានចាអានេះដូចយើងរាល់ថ្ងៃបើអត់មានអ្នកដែលគេមានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកបង្ហាញប្រាប់បកស្រាយពីព្រះបន្ទូលនឹងប្រាប់យើងក៏មិនយល់ដែរអញ្ចឹងបានជាចូលមករាល់ថ្ងៃនេះនាំព្រះបន្ទូលព្រះអង្គមកពិភាក្សាទាំងអស់គ្នាដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំមិនមែនមកពីខ្ញុំទេណាគឺមកពីព្រះវិញ្ញាណជាអ្នកដឹកនាំយើងហើយអញ្ចឹងកន្លែងនេះបានហើយព្រះវិញ្ញាណនោះហើយគង់នៅជាមួយនឹងយើងទាំងអស់គ្នាហើយតលព្រះវិញ្ញាណនោះហើយបើកភ្នែកខាងវិញ្ញាណបើកតិចខាងវិញ្ញាណបានយើងអាចយល់ពីព្រះបន្ទូលនេះបើព្រះវិញ្ញាណអត់បើកភ្នែកអត់បើកវិញ្ញាណយើងទេអត់យល់ទេស្ដាប់ហើយឮដូចសត្វចាបស្រែកលើហើយចាអញ្ចឹងតើតែមានព្រះវិញ្ញាណគង់នៅក្នុងយើងហើយព្រះវិញ្ញាណនោះបើកអញ្ចឹងបានជាគាត់ថាឯលោកក៏ឆ្លើយឡើងថាបើគ្មានអ្នកណាដឹកនាំខ្ញុំនោះធ្វើដូចម្ដេចឲ្យខ្ញុំយល់បានរួចលោកក៏សូមឲ្យភីលីបឡើងជិះរត់ជាមួយគ្នាចាភីលីបគាត់មានព្រះវិញ្ញាណគង់នៅជាមួយអញ្ចឹងសូមឲ្យភីលីបនឹងមកនាំឲ្យគាត់បានស្គាល់ពីព្រះបន្ទូលព្រះអង្គនេះហើយបើអត់បានភីលីបមកជួយប្រាប់អត់យល់ទេហើយបើអត់មានព្រះវិញ្ញាណបើកភ្នែកបើកវិញ្ញាណខាងអ្នកដែលម្ចាស់ខ្លួននឹងអញ្ជើញគេនឹងតដែរហ្នឹងក៏អត់យល់ដែរអញ្ចឹងរាល់ថ្ងៃដែលយើងចូលមករៀនព្រះបន្ទូលព្រះអង្គនេះក៏មានព្រះវិញ្ញាណបើកភ្នែកខាងវិញ្ញាណយើងបើកវិជាខាងវិញ្ញាណដែរបានយល់បើព្រះអង្គអត់បើកភ្នែកខាងវិញ្ញាណអត់បើកវិជាខាងវិញ្ញាណទេបងប្អូនស្ដាប់ខ្ញុំទៅយូរព្រោះដល់ងុយដេកលក់បានចាអញ្ចឹងកន្លែងហ្នឹងដែលយើងជួនកាលយើងទៅពហិហេតុអីក៏ទៅតែពហិស្ងាត់ចង់រយះមាត់ហើយងុយដេកលក់ស្រួលដោយសារព្រះអត់សុំព្រះវិញ្ញាណបើកភ្នែកខាងវិញ្ញាណយើងបើកតិចខាងវិញ្ញាណស្ដាប់ទៅជាដូចគេអំពេហ្មងលក់យកហ្មងស្រួលចាអរគុណព្រះអង្គនេះឲ្យបានដឹងពីរបៀបដែលយើងទទួលជឿព្រះអង្គបើយើងទទួលជឿព្រះអង្គហើយមិនព្រមចូលមករៀនឲ្យយល់ពីព្រះハរតីទ្រង់អត់យល់ទេចាអញ្ចឹងតោះទៅដល់បងញែកចេញបាត់ហើយលីនដាជួយអានជំនួសបានទេលីនដាញាក់ដាច់ទៅយូរហើយខ្ញុំអត់មានពេលហៅគាត់ទេហេព្រើរជំពូក11ខ6ខប្រចាំតកូលខ្ញុំហ្នឹងណាក៏នៅមែនណាយេចឹងខ្ញុំអានហេព្រើរជំពូក11ខ6តែបើឥតមានសេចក្តីជំនឿទេនោះមិនអាចនឹងគប់ដល់ព្រះハរតីព្រះបានឡើយវិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់អាមែនអរគុណលីនដាសូមព្រះប្រទានពរចា
នេះជាព្រះបន្ទូលដែលព្រះអង្គប្រាប់ដូចជាម្នាក់មិញហ្នឹងគាត់ជឿហើយហើយគាត់អត់យល់ពីព្រះបន្ទូលព្រះអង្គគាត់ពឹងអ្នកដែលមានព្រះវិញ្ញាណដឹកនាំនោះឲ្យមកបញ្យល់គាត់អញ្ចឹងតើតែមានចិត្តជឿដូចនៅខនេះអញ្ចឹងណាតែបើឥតមានសេចក្តីជំនឿទេនោះมันអាចនឹងគប់ដល់ព្រះハរតីព្រះឡើយត្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនហើយទ្រង់នឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ឥឡូវនេះយើងកំពុងតែស្វែងរកទ្រង់ចូលមករាល់ថ្ងៃចូលមកឯព្រះជឿថាមានព្រះមែនជឿថាព្រះជាព្រះដែលមិនចេះប្រែប្រួលជឿថាព្រះជាព្រះដែលជួយយើងអាចទៅឋានសួគ៌បានជឿថាព្រះជាផ្លូវជាសេចក្តីពិតជាជីវិតកន្លែងហ្នឹងដែលព្រះអង្គគប់ហាតីហើយព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់អញ្ចឹងយើងចាំទទួលទៅរង្វាន់ដែលព្រះអង្គឲ្យនោះជាយ៉ាងណាព្រះអង្គប្រាប់ថាកុំឲ្យធ្វេសប្រហែសអសោះប្រយ័ត្នបាត់រង្វាន់ហ្នឹងរង្វាន់ហ្នឹងបើយើងប្រហែសឲ្យបាត់រង្វាន់ហ្នឹងទោះសូម្បីតែយកផែនដីទាំងមូលហ្នឹងយកទៅដូរឲ្យបានរង្វាន់ហ្នឹងវិញក៏អត់បានដែរថ្លៃណាស់រង្វាន់ហ្នឹងគឺជីវិតអស់កាលនៅឋានសួគ៌នេះឯងចាកុំឲ្យយើងសង្វាតរកតែលោកីនឹងពេកព្រះអង្គប្រទានឲ្យអរគុណព្រះអង្គការអាក្រក់ការល្អដឹងតែពាក្យក៏អរគុណព្រះទៅហើយសរសើរនឹងកើងព្រះអង្គគ្រប់ពេលគ្រប់លេងឃើញពីពេកមួយគាត់បោកខោអាវផងគាត់ជាងខ្ញុំដើរតាមទ្រង់រាល់ថ្ងៃដោយត្រកតែដៃញីក៏អាវចាអញ្ចឹងយើងដើរតាមទ្រង់រាល់ថ្ងៃទៅត្រកដោយអត់មែនជិះទ្រង់ទៅម្ខាងឬដើរតាមតែចិត្តដែលយើងចង់អង្គុយចង់អង្គុយចង់ទៅស្រេចចិត្តទេគឺដើរទុជាប់តាមទ្រង់រាល់តែថ្ងៃត្រករហូតដល់នឹងបានរង្វាន់ចាព្រះអង្គប្រាប់ថាឲ្យស្វែងរកនគរនឹងសេចក្តីសុចរិតរបស់ព្រះជាមុននឹងគ្រប់របស់នឹងមកជាក្រោយអានេះទី1ដល់ហើយនេះក្នុងខនេះព្រះអង្គប្រាប់ថាឲ្យយើងស្វែងរកទ្រង់នោះទ្រង់នឹងប្រទានរង្វាន់ឲ្យអស់អ្នកដែលស្វែងរកទ្រង់ចាអរគុណព្រះអង្គចឹងតោះទៅទៀតទៅដល់បង្គាមអេភេសូជំពូក4ខ21អង្គមានបន្ទូលមកប្រាប់កូនព្រះអង្គយ៉ាងម៉េចទៀតហាឡេលូយ៉ាបង្គាមតិចបង្គាមអត់នៅពុក4ខ21ចាលោកគឺអត់តិចណាស់អ្នករាល់គ្នាបាននឹងហើយរៀននឹងក្រុមតាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទដែរអាមែនអរគុណបងសូមព្រះប្រទានពរសូមបងបិទសម្លេងវិញផងណាបងណាអរគុណព្រះអង្គគង់នៅជាមួយបងគឹមហើយឲ្យបងមានកម្លាំងមានសម្លេងល្អឡើងវិញព្រះអង្គឲ្យយើងមកសម្លេងប៉ុណ្ណាឲ្យនៅប៉ុណ្ណឹងវិញអរគុណព្រះអង្គចាវិញ្ញាណដែលឆក់យកសម្លេងបងនឹងត្រូវដុតបំផ្លាញដោយភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះហើយព្រះលិទ្ធទ្រង់ស្រោចនៅលើបងប្អូនយើងខ្ញុំទាំងអស់គ្នានៅទីនេះដែរអរគុណព្រះអង្គចានេះជាព្រះបន្ទូលព្រះអង្គមានបន្ទូលទៅអេភេសូជំពូក4ខ21នោះគឺបើតិចណាស់អ្នករាល់គ្នាបានឮចាឮអីគេឮព្រះបន្ទូលព្រះអង្គហើយរៀននឹងទ្រង់ចារៀនអញ្ចឹងបានខ្ញុំថាខ្ញុំរាល់ថ្ងៃនេះរៀនជាមួយគ្រូរបស់យើងគឺជាព្រះវិញ្ញាណបរិសុទ្ធចាហើយបងប្អូនអត់យល់ថាតើរៀនពីមនុស្សដែរមិនមែនរៀនតែពីព្រះវិញ្ញាណបរិសុទ្ធទេត្រូវណាព្រះវិញ្ញាណបរិសុទ្ធនៅជាមួយអ្នកនោះនាំយើងមកនាំព្រះបន្ទូលមកឲ្យយើងដូចជាភីលីបមិញចឹងភីលីបគាត់មានព្រះវិញ្ញាណគង់នៅជាមួយគាត់ទៅពង្រៀនបុរសម្នាក់មួយដែលនៅជិះរាជរដ្ឋមួយនោះចាបើនៅក្នុងកាពីនោះថាអ្នកនោះជាមនុស្សដែលគំរាវចាហើយគាត់ចង់យល់គាត់អានកាពីទៅគាត់អត់ទាន់យល់កន្លែងហ្នឹងនឹកគិតអំពាវនាវរកព្រះអង្គបញ្ជូនឲ្យភីលីបមកជួយគាត់ចាបងប្អូនណាអត់ទាន់បិទសលេងជួយបិទផងបានដែរ
បងគីមមិនទាន់បិទសលេងបងបិទតិចទៅបងសម្លាញ់ណោះលីនដាជួយបិទឲ្យគាត់ក៏បានដែរចាអរគុណព្រះអង្គ គាត់ អូ បិ មែ ទ ន តែ អូគាត់បិទតែណាបងអីគេនេះបងសុចបងសតបងឯងអត់មានត្រូវអានកពីទេកុំបើកបិទវិញបងសតអរគុណព្រះអង្គថ្ងៃនេះបាននៅជាប់បានរៀនចឹងបើបាននៅជាប់រៀនហើយបិទសលេងវិញចាស់អរគុណព្រះអង្គចានេះជាព្រះបន្ទូលដល់ព្រះអង្គមានបន្ទូលថានោះគឺបើតិចណាអ្នករាល់គ្នាបានលឺនេះគឺលឺព្រះបន្ទូលព្រះអង្គហើយរៀននឹងត្រង់ចារៀនដោយមានព្រះវិញ្ញាណជាអ្នកបង្រៀនយើងព្រះវិញ្ញាណជាអ្នកបើកចិត្តយើងព្រះវិញ្ញាណជាអ្នកបើកវិញ្ញាណយើងណាបើកភ្នែកខាងវិញ្ញាណបើកចិត្តខាងវិញ្ញាណបានអាចយល់បានបើអត់មានព្រះវិញ្ញាណបើកអត់យល់ទេកន្លែងហ្នឹងហើយដែលថាយើងនឹងរៀនពីត្រង់តាមសេចក្តីពិតដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវអាមែនព្រះគ្រីស្ទយេស៊ូវទ្រង់ជាព្រះសង្គ្រោះនៃយើងនេះអរគុណព្រះអង្គយើងយល់ហើយប៉ុណ្ណឹងអង្គសតបិទសំឡេងបងសំឡាញ់ចេះបើកចេះបិទវិញផងអរគុណព្រះអង្គតោះទៅទៀតទៅដល់លូកាប៉ាធូអ្នកអានលីនដាជួយគ្រប់ត្រូលសំឡេងផងលីនដាប៉ាធូនៅលូកាចំពុក24ខ46ដល់48បាទទុកសិនទៅទុកសិនអានសិនកុំអានសិនណាបាទអរគុណអង្គលូកា24ខ46 គុណព្រះអង្គបើទុំ46ទ្រង់មានបន្ទូលទៅគេថាគឺសេចក្តីនេះហើយដែលបានចែកទុកមកលីនដាអត់អាចជួយបិទសតអ៊ំសតនឹងបានទេអូនលីនដាគាត់ឈ្មោះអីឈ្មោះអ៊ំសតបទូដាច់សេវាអីបានហៅបានអានដាច់បាត់ចឹងបទូមកនាំបិទខ្លួនឯងមកម្ដងទៀតចឹងបើទៅបិទបាទម្ដងទៀតអរគុណព្រះអង្គទ្រង់មានបន្ទូលទៅគេថាគឺសេចក្តីនេះហើយដែលបានចែងទុកមកគឺថាព្រះយេស៊ូវត្រូវរងទុក្ខលំបាកហើយនៅថ្ងៃទី3ទ្រង់នឹងរស់ពីស្លាប់ឡើងវិញហើយត្រូវឲ្យការប្រែចិត្តនឹងសេចក្តីព្រោះឲ្យរួចបានប្រកាសប្រាប់ដល់អស់ទាំងសះដោយនៅព្រះនាមទ្រង់ចាប់តាំងពីក្រុងយេរូសាឡឹមទៅអ្នករាល់គ្នាជាស្មោបន្ទាល់ពីការទាំងនេះបាទអាមែនអរគុណព្រះអង្គអាមែនអរគុណបទូព្រះបន្ទូលព្រះអង្គប្រាប់ថាយើងទាំងអស់គ្នាជាស្មោបន្ទាល់របស់ព្រះចាជាស្មោបន្ទាល់ពីការទាំងនេះបានន័យថាការដែលទ្រង់ចង់ឲ្យកូនព្រះអង្គនៅក្នុងលោកីទាំងមូលបានឮពីសេចក្តីសង្គ្រោះនេះហើយទទួលព្រះអង្គនេះហើយយើងទាំងអស់គ្នាជាស្មោបន្ទាល់សម្រាប់បោះដំណឹងល្អនេះហើយអរគុណព្រះអង្គដូចស្រួលយល់ទេកន្លែងហ្នឹងអត់បាច់និយាយអីច្រើនទេថាតាមព្រះបន្ទូលព្រះអង្គនេះតែម្ដងព្រះអង្គមានបន្ទូលថាទ្រង់មានបន្ទូលទៅគេថាគឺសេចក្តីនេះហើយដែលបានចែងទុកមកគឺថាព្រះគ្រីស្ទត្រូវរងទុក្ខលំបាកហើយនៅថ្ងៃទី3ទ្រង់នឹងរស់ពីស្លាប់ឡើងវិញអត់មែនមាត់ខ្ញុំអ្នកថាទេគឺព្រះបន្ទូលអ្នកថាទ្រង់សុគត3ថ្ងៃទ្រង់រស់ឡើងវិញចង់មានន័យយ៉ាងដូចនេះចាហើយត្រូវឲ្យការប្រែចិត្តនិងសេចក្តីប្រោសឲ្យរួចបានប្រកាសប្រាប់ដល់អស់ទាំងសាសដោយនៅព្រះនាមទ្រង់ចាប់តាំងពីក្រុងយេរូសាឡឹមទៅ
ពីព្រោះទ្រង់បានសុគតនៅក្រុងយេរូសាឡិមស្រុកអ៊ីស្រាអែលចាអរគុណព្រះអង្គទ្រង់កើតនៅទីនោះព្រះនេះសេចក្តីព្រះដ៏ពិតគឺចេញពីអ៊ីស្រាអែលអត់មានចេញពីប្រទេសចិនអត់មានចេញពីកូរ៉េខាងជើងកូរ៉េខាងត្បូងអត់មានចេញពីហ្វីលីពីនអត់ទេគឺចេញពីអ៊ីស្រាអែលពីព្រោះទ្រង់មានបន្ទូលថាព្រះអង្គឲ្យអ្នកសង្គ្រោះចេញពីពូជពង្សលួងដាវីតចាហើយទ្រង់កើតនៅក្នុងពូជពង្សលួងដាវីតដែលទ្រង់យាងមកផែនដីនេះនឹងស្រីព្រហ្មចារីឈ្មោះថាម៉ារីហើយដែលនាងមានគូដណ្ដឹងហើយគឺយូសែបជាអ្នកដែលសុចរិតឃើញគូដណ្ដឹងមានផ្ទៃពោះមិនហ៊ានប្រកាសប្រាប់ថាលែងគ្នាពីរឿងថានាងមិនដឹងជាមានប្រុសណាទេបានមានផ្ទៃពោះអត់មានប្រកាសទេបែរជាគិតយ៉ាងសម្ងាត់វិញគិតយ៉ាងសម្ងាត់តែព្រះដ៏អស្ចារ្យទ្រង់យល់តាំងពីពាក្យសម្ដីមិនទាន់ដល់អណ្ដាតផងទ្រង់ជ្រាបទ្រង់ឲ្យយូសែបយូសបឃើញថាគុំឲ្យខ្លាចនឹងយកនាងធ្វើជាប្រពន្ធឡើយកូនដែលនៅក្នុងផ្ទៃរបស់នាងនោះគឺជាព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋនៅលើនាងដើម្បីកើតជាមនុស្សមករងទុក្ខសម្រាប់សគត់3ថ្ងៃជំនួសអំពើបាបមនុស្សទាំងអស់នៅក្នុងលោកីតែទ្រង់សគត់3ថ្ងៃទ្រង់រស់ឡើងវិញកន្លែងហ្នឹងដែលទ្រង់ចេញពីទីក្រុងយេរូសាឡិមនេះឯងគឺជាប្រទេសអ៊ីស្រាអែលនេះចាហើយឲ្យយើងបានឮដំណឹងល្អចេញពីអ៊ីស្រាអែលនេះដែលទ្រង់ជាព្រះដែលកើតជាមនុស្សសគត់3ថ្ងៃរស់ឡើងវិញព្រះនេះហើយដែលអាចជួយសង្គ្រោះយើងហើយយើងក៏នាំដំណឹងល្អនេះប្រាប់ដល់គ្រប់ទាំងទជានៅលើផែនដីឲ្យឮពីដំណឹងល្អនេះជាចំណុចដែលចាប់ផ្ដើមសេចក្តីជំនឿហើយបានយើងស្វែងយល់ពីព្រះハរតីទ្រង់ទៀតតើទ្រង់ចង់ឲ្យយើងធ្វើអីយើងនឹងបន្តធ្វើការនឹងទៀតទៅទ្រង់ឲ្យយើងបានកាយគំនិតជាថ្មីទ្រង់ឲ្យយើងដោះអស់អាការជីវិតចាស់ចោលឲ្យយើងកើតជាថ្មីនៅក្នុងព្រះអង្គធ្វើអីឲ្យធ្វើតាមព្រះអង្គអានោះយើងរៀនរាល់ថ្ងៃដើម្បីឲ្យយល់ពីបំណងព្រះハរតីនៃព្រះអត់មែនរៀនយល់ទៅរកព្រះថ្មួយទៀតឯណាទៀតទេអត់មានរៀនយល់ថាព្រះយេស៊ូវនឹងគ្មានអំណាចនឹងសង្គ្រោះឲ្យរួចពីបាបទេទៅរកព្រះមួយទៀតដើម្បីជួយបន្តឲ្យទៅដល់ឋានសួគ៌អត់មានរៀនរបៀបហ្នឹងទេគឺរៀនដើម្បីយល់ពីបំណងព្រះハរតីទ្រង់ដែលទ្រង់ចង់ឲ្យយើងឈប់ធ្វើបាបទៀតពីព្រោះបាបវាបានស្លាប់ហើយពីព្រោះទ្រង់បានមកសុគតជំនួសអំពើបាបសងបាបនោះរួចអស់ហើយឲ្យយើងរស់ក្នុងជីវិតថ្មីនេះរស់ដោយគ្មានអំពើបាបទៀតនេះរៀនឲ្យយល់ពីព្រះハរតីទ្រង់យ៉ាងដូចនេះទេមិនមែនរៀនរកព្រះផ្សេងទៀតណាមកជួយសង្គ្រោះនោះទៀតអត់មានទេចាអញ្ចឹងបានជាខនេះព្រះអង្គថាហើយត្រូវការប្រែចិត្តពេលណាដឹងពីព្រះនាមទ្រង់ថាទ្រង់មកសុគតជំនួសអំពើបាបទ្រង់3ថ្ងៃរស់ឡើងវិញហើយនេះត្រូវការប្រែចិត្តនិងសេចក្តីប្រោសឲ្យរួចបានប្រកាសប្រាប់ដល់អស់ទាំងសះដោយនៅព្រះនាមទ្រង់អត់មាននាមណាទៀតទេចាចាប់តាំងពីក្រុងយេរូសាឡិមទៅអ្នករាល់គ្នាជាស្មោបន្ទាល់ពីការទាំងនោះអរគុណព្រះអង្គអញ្ចឹងបងប្អូនចាប់បានហើយណាប៉ុណ្ណឹងអត់មានអីពិបាកទេសូមសរសើរដំណើរព្រះអង្គព្រះបន្ទូលនៅថ្ងៃនេះមានប៉ុណ្ណឹងហើយសម្រួមចិត្តអរគុណព្រះវិញ្ញាណជាមួយខ្ញុំដែលព្រះវិញ្ញាណទ្រង់នាំយើងចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតទាំងអស់នេះចាហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតកូនអរព្រះគុណព្រះអង្គនៅពេលវេលានេះដែលទ្រង់បានប្រទានពរឲ្យកូនបានចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនេះសូមឲ្យសេចក្តីពិតនេះបានដិតជាប់នៅក្នុងចិត្តកូនព្រះអង្គទាំងអស់គ្នាណាដែលបានឮព្រះបន្ទូលនៅថ្ងៃនេះ
ហើយកុំឲ្យយើងនៅធ្វើបាបចំពោះទ្រង់ទៀតនោះឡើយអរគុណព្រះអង្គសូមសរសើរដំណើរព្រះអង្គហើយឲ្យកូនព្រះអង្គទាំងអស់គ្នាដែលបានឮព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះមានសេចក្តីក្លាហាននាំគ្រប់ទាំងសេចក្តីពិតនេះបានដល់គ្រប់ទាំងតិចនៅលើផែនដីនេះពីជើងមេឃមកខាងដល់ជើងមេឃមកខាងអរគុណព្រះអង្គឲ្យគេបានឮពីព្រះនាមទ្រង់ហើយគេនឹងទទួលជឿព្រះអង្គគេប្រែចិត្តមកទទួលព្រះអង្គជាព្រះអង្គសង្គ្រោះឲ្យគេរួចពីអំពើបាបហើយនឹងបានរួចពីបឹងភ្លើងទៅដល់ឋានសួគ៌ដែលទ្រង់កំពុងតែរៀបចំឲ្យនោះផងដែរអរគុណព្រះអង្គសូមសរសើរដំណើរព្រះអង្គហើយសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំទាំងអស់គ្នាដែលមានបានរៀនចប់សពគ្រប់ហើយបែកគ្នាទៅគេហដ្ឋានរៀងខ្លួននោះបងប្អូនណាចូលដំណេកគេងសូមព្រះអង្គការពារដំណេករបស់គាត់ឲ្យបាននៅតែក្រោមចង្អេងស្លាបរបស់ទ្រង់ហើយភ្ញាក់ឡើងមានកម្លាំងនិងរស់នៅថ្វាយស្រីល្អដល់ទ្រង់ហើយជាពន្លឺរបស់លោកីក៏ជាអំបិលនៃផែនដីដែរបងប្អូនណាធ្វើដំណើរតាមផ្លូវគោកផ្លូវអាកាសផ្លូវទឹកផ្លូវក្រោមដីយ៉ាងណាក៏ដោយសូមព្រះអង្គការពារថែរក្សាបីត្រកងពួកគាត់ទាំងអស់គ្នាបានទៅដល់ទិសដៅដោយសុខសាន្តថែមទាំងមានសុខភាពល្អថែមទាំងមានសុខភាពល្អខាងរូបកាយហើយសុខភាពល្អខាងឯវិញ្ញាណផងដែរទោះបីទៅទីណាក៏ដោយក៏គ្មានបំភ្លេចពីការសេចក្តីសង្គ្រោះរបស់យើងដែរនៅតែសញ្ជឹងគិតព្រះបន្ទូលព្រះអង្គគ្រប់ពេលគ្រប់វេលាទាំងយប់ទាំងថ្ងៃនោះនឹងបានចម្រើនឡើងដូចជាដើមឈើដែលដុះក្បែរមាត់ទឹកស្លឹកក៏មិនដែលចេះស្រពោនផ្លែតាមរដូវកាលបើអ្នកនោះដាក់ដៃធ្វើអ្វីនឹងចម្រើនឡើងគ្រប់ជំពូកអរគុណព្រះអង្គសូមអរគុណដែលព្រះអង្គបានប្រទានពរដល់បងប្អូនដែលកំពុងធ្វើការនោះដៃរបស់គាត់ធ្វើការនឹងចម្រើនឡើងគ្រប់ជំពូកនៅក្នុងព្រះហស្ថដ៏មានគ្រប់បច្ចេស្តារបស់ទ្រង់អង្គគង់នៅជាមួយដៃរបស់គាត់ហើយសូមអរគុណដែលព្រះអង្គបានសន្យានឹងរើសហៅពូជពួកយើងខ្ញុំទាំងអស់គ្នាបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះដែលទ្រង់មានបន្ទូលថាអញនឹងឲ្យចិត្តថ្មីដល់គេអញនឹងដកចិត្តរឹងដូចជាថ្មពីគេចេញដាក់ចិត្តទន់ដូចជាសាច់ទៅក្នុងគេដាក់វិញ្ញាណអញទៅក្នុងគេឲ្យគេបានស្គាល់ពីក្រិតក្រមរបស់អញហើយគេនឹងប្រព្រឹត្តតាមនេះហើយជាសេចក្តីសន្យាដែលទ្រង់បានសន្យាជាមួយនឹងពូជពងយើងខ្ញុំពាន់ដំណរនោះព្រះអង្គថាអស់អ្នកណាដែលគោរពកោតខ្លាចព្រះអង្គនឹងប្រទានពរដល់ពាន់ដំណរអ្នកណាដែលមិនគោរពកោតខ្លាចព្រះអង្គនឹងត្រូវបណ្ដាសាពី3ទៅ4ដំណរព្រះអង្គអើយគុណអរគុណព្រះអង្គសូមព្រះអង្គប្រទានពរឲ្យពូជពងយើងខ្ញុំទាំងអស់គ្នាបានទទួលប្រពរពីទ្រង់គឺសេចក្តីជំនឿជឿដល់ទ្រង់កូនសូមសរសើរដំណើរព្រះអង្គកូនមានតែការទូលសូមអង្វរឲ្យព្រះអង្គបានរើសហើគេទាំងអស់គ្នានោះបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះគ្រប់គ្នាកុំខានម្នាក់ណាឡើយគុណសូមទូលថ្វាយការដែលយើងបានរៀនចប់សពគ្រប់ពិចារណាចប់សពគ្រប់ដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំយើងខ្ញុំចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនេះថ្វាយដាច់និងថ្វាយបងប្អូនយើងខ្ញុំទាំងអស់គ្នានេះដាច់ដល់ក្នុងព្រះនាមដែលមានគ្រប់បច្ចេស្តាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទនៅស្រុកណាសារ៉េតអាមែនអរគុណព្រះអង្គចាខ្ញុំចប់ហើយសូមសរសើរដំណើរព្រះអង្គចប់ហើយបងប្អូនណាយល់យ៉ាងណាអីមានអោសូមព្រះវិញ្ញាណមកសន្ធិដ្ឋក្នុងពួកកូនដូចប្រេងក្នុងចង្កៀងព្រះអង្គឲ្យពួកកូនបានភ្លឺច្បាស់បំភ្លឺមនុស្សច្រើនណាស់